ប៉ុន្មានថ្ងៃមកនេះគ្រប់ក្រសែភ្នែកកំពុងក្រឡេកទៅមើលសង្គ្រាមដែលកំពុងផ្ទុះឡើងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលក៏ប៉ុន្តែនៅតំបន់ហ្គាហ្សាឯណោះគឺរយៈពេល20ខែមកហើយដែលអ៊ីស្រាអែលបានបាញ់ផ្លោងគ្រាប់សឹងមិនលួសថ្ងៃដើម្បីតាមកំទេចក្រុមហាម៉ាស់បន្ទាប់ពីក្រុមនេះបានវាយប្រហារសម្លាប់ប្រជាជនអ៊ីស្រាអែលប្រមាណ1200នាក់កាលពីថ្ងៃទី7ខែតុលាឆ្នាំ2023តែសង្គ្រាមសងសឹកនៅហ្គាហ្សាដែលអ៊ីស្រាអែលកំពុងធ្វើបានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនប្រមាណ50,000នាក់ត្រូវបិទគប់ទាំងស្រុងប្រជាជននៅហ្គាហ្សាកំពុងតែជួបទុក្ខលំបាកជាខ្លាំងដោយសារតែគ្មានស្បៀងអាហារថ្នាំសង្កូវនិងជម្រកស្នាក់នៅមេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃច័ន្ទទី16ខែមិថុនានេះនៅរមណីយដ្ឋានទេសចរណ៍កាណាណាគីស្ថិតភាគខាងលិចប្រទេសកាណាដាជាគោលការណ៍ជំនួបកំពូលក្រុមប្រទេស G7 ត្រូវផ្ដោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ចប៉ុន្តែសង្គ្រាមកាន់តែដាប់ខ្លាំងនៅអ៊ុយក្រែននិងការផ្ទុះសង្គ្រាមថ្មីនៅដើមបូព៌ាដោយសារអ៊ីស្រាអែលបាត់ការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រទេសមហាឧស្សាហកម្មជៀសមិនផុតពីការពិភាក្សាដោះស្រាយជាចម្បងលើវិបត្តិភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញភាពតានតឹងរឿងព្រំដែនរវាងកម្ពុជានិងថៃបានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃតាមរយៈជម្លោះព្រំដែននេះក្រុមអ្នកជាតិនិយមថៃបានបង្ហាញពីការប្រមាថនិងចង់ឲ្យមានការបន្ទិញពលករខ្មែរចេញពីប្រទេសថៃស្របពេលគ្នានេះថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាក៏បានរុញទូកបន្ទាយទឹកដោយអំពាវនាវឲ្យពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញនិងប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ផ្តល់ការងារជូនជាច្រើនកន្លែងនិងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនហៅកាត់ RSF បានអំពាវនាវយ៉ាងទទូចឲ្យអាជ្ញាធរកម្ពុជាបាត់ការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបាញ់ប្រហារលើអ្នកកាសែតបរិស្ថាន2នាក់នៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2025តាមអង្គការការពារអ្នកសារព័ត៌មានការបាញ់ប្រហារទៅលើអ្នកកាសែតទាំង2នាក់នេះបានបង្ហាញឲ្យឃើញបរិយាកាសហិង្សាលើអ្នកកាសែតដែលរាយការណ៍អំពីបញ្ហាបរិស្ថាននៅប្រទេសកម្ពុជាភាពតានតឹងខាងយោធានៅតាមបន្ទាយព្រំដែនកម្ពុជាថៃជំរុញឲ្យពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅនិងប្រកបអាជីវកម្មក្បែរតំបន់ជាយដែនថៃនិងកម្ពុជាមានការត្រៀមលក្ខណៈដូចគ្នាដើម្បីបង្ការសុវត្ថិភាពនៅការប៉ះទង្គិចជាយថាហេតុណាមួយដោយអាវុធដោយឡែកពលរដ្ឋខ្មែររស់នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យជាច្រើនគ្រួសារបានផ្ដាំនាំគ្នាជីករណ្ដៅត្រង់សេឬលេណដ្ឋាននៅតាមផ្ទះរៀងៗខ្លួនដើម្បីការពារសុវត្ថិភាពពីអំបែងគ្រាប់កម្ពុជាទុកពេល24ម៉ោងឲ្យទាហានថៃបើកព្រំដែនរបស់ខ្លួនឲ្យដូចដើមវិញបើពុំបើកវិញទេកម្ពុជានឹងបិទការនាំចូលបន្លែនិងផ្លែឈើទាំងអស់ពីប្រទេសថៃនៅថ្ងៃទី17ខែមិថុនាឆ្នាំ2025
នេះជាការព្រមានរបស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុងកិច្ចប្រជុំព្រឹទ្ធសភានាថ្ងៃច័ន្ទទី16ខែមិថុនានេះអ្នកតាមដានសង្គមចាត់ទុកថានេះជាការឆ្លើយតបសមស្របរបស់កម្ពុជាទៅលើការបិទព្រំដែនជាឯកតោភាគីរបស់យោធាថៃតែពួកគេយល់ថាផលប៉ះពាល់នឹងធ្លាក់ទៅលើប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្មបរិយាស័នប្រធានព្រឹទ្ធសភាលោកហ៊ុនសែននៅថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025បានគំរាមបិទគប់ការនាំចូលបន្លែផ្លែឈើពីថៃទាំងអស់បើសិនយោ